សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា Focus ដែលវាគឺជាសាររឿងមួយនិយាយអំពីកម្ពុជាចៅម្នាក់ដែលថាគាត់ជំនាញក្នុងការរៀបចំគម្រោងដើម្បីលួចលុយពីគេខ្លាំងមែនទែនដែលដំណើរសាររឿងគឺពិតជាល្អមើលខ្លាំងហើយមានជាថាបងប្អូនទាំងគ្នាប្រកាសជាចូលចិត្តហើយសង្សាររបស់គាត់ដែលមានឈ្មោះថា Jazz នៅពេលដែលអង្គុយប្រកួតយូរហ្នឹងក៏ថា Nikki បានបែកគំនិតគាត់បានសម្លឹងទៅកាន់ស្រីស្អាតម្នាក់ពាក់ឈុតពណ៌ខៀវកំពុងតែដើរចេញពីកន្លែងអង្គុយណាចឹងហើយគាត់ក៏បានប្រវួល Jazz ភ្នាល់គ្នាលេងហើយចង់ទាយថាតើនឹងមានមនុស្សប្រមាណអ្នកសម្លឹងទៅកាន់ស្រីស្អាតម្នាក់ហ្នឹងចឹងណាហើយគាត់ទៅលើពាក្យថាភ្នាល់គ្នានឹងភ្លាមស្រាប់តែមានបរិះ VIP ម្នាក់ទៀតមានឈ្មោះថា Lee Yuan ហ្នឹងក៏បានចាប់អារម្មណ៍ចឹងហើយក៏បានមកសុំចូលរួមជាមួយនឹង Nikki ដែរពួកគេក៏សម្រេចចិត្តលេងភ្នាល់ជុំគ្នាដាក់ម្នាក់$10អ្វីដែលគេទាយហ្នឹងគឺថាតើនឹងមានមនុស្សប្រមាណអ្នកចាប់អារម្មណ៍សម្លឹងទៅកាន់ស្រីស្អាតម្នាក់ហ្នឹងនៅពេលដែលស្រីស្អាតម្នាក់ហ្នឹងដើរចេញនឹងហើយបន្ទាប់ពីទាយរៀងៗខ្លួនហើយពួកគេក៏បានសម្លឹងទៅកាន់មនុស្សដែលបានសម្លឹងទៅកាន់នារី sexy ម្នាក់ហ្នឹងនៅ Nick ក៏បានប្រវល់ Nick លេងល្បែងម្ដងទៀតលើកហ្នឹងគេនឹងទាយថាតើក្រុមណាជាអ្នកបង្កើតកំហុសនៅក្នុងការប្រកួតហ្នឹងគេគឺជាអ្នកទាយត្រូវចឹងហើយក៏បានឈ្នះលុយចំនួន$1000ពីលោកពូ Lee Yuan ឃើញចឹងដែរក៏កាន់តែសប្បាយចិត្តគាត់ក៏សម្រេចចិត្តលេងភ្នាល់ម្ដងទៀតដោយដាក់លុយរហូតដល់ទៅ$5000ឯណោះលើកហ្នឹងដែលលើកហ្នឹងគេទាយថាតើអ្នកប្រកួតកាន់បាល់ហ្នឹងនឹងគប់បាល់ឬក៏រត់ទៅមុខទីណាដំបូង Nikki រៀងស្ទាក់ស្ទើរបន្តិចអត់ចង់លេងនោះទេដោយសារ$5000រៀងច្រើនដែរប៉ុន្តែគិតចុះគិតឡើងទៅគេក៏យល់ព្រមចឹងហើយក៏បានទាយប៉ុន្តែទាយហើយបន្ទាប់ពីលទ្ធផលបានចេញមកគឺគេទាយខុសចឹងណាក៏បានធ្វើគេចាញ់លុយ$5000ក៏បានប្រគល់លុយហ្នឹងទៅឲ្យលោក Lee Yuan វិញទៅឃើញចឹងហើយក៏ Nikki រៀងសែតបន្តិចក៏សម្រេចចិត្តថានឹងចេញពីកន្លែងហ្នឹងដើម្បីទៅរកកាហ្វេផឹកប៉ុន្តែនៅពេលដែលហៀបដើរចេញហ្នឹង Lee Yuan ក៏បានទៅខាត់គេថាគេមកអង្គុយនៅលើកៅអី VIP ប្រកាសជាមានលុយច្រើនហើយចាញ់ធំ$5000មានអីត្រូវសែតបន្តអង្គុយនៅហ្នឹងហើយលេងជាមួយនឹងគេទៀតទៅលើកហ្នឹងសុំដាក់លុយរហូតដល់ទៅ$10000ណោះហ្នឹងហើយ Nick ក៏មានលុយដែរហើយក៏ចិត្តសឿងគួរសមក៏សម្រេចចិត្តបន្តលេងជាមួយនឹងគាត់ទៀតហ្នឹងហើយបន្ទាប់ពីហ្នឹងក៏ចាប់ផ្ដើមទាយតាមអ្វីដែលគេដាក់លក្ខខណ្ឌគ្នាអញ្ចឹងណាតែបន្ទាប់ពីលទ្ធផលបានចេញមកគឺថា Nikki បានចាញ់សាជាថ្មីអញ្ចឹងសរុបទាំងអស់គាត់ចាញ់ចំនួន$15000ហើយហ្នឹងហើយដោយសារតែ$15000ច្រើនខ្លាំងដែរគាត់ក៏សែតអញ្ចឹងហើយក៏សម្រេចចិត្តលេងមួយសារទៀតជ័យទៅមនុស្សតែចាញ់ហើយតែងតែតាមអញ្ចឹងល្បែងអញ្ចឹងហើយបានជាគេអត់ឲ្យលេងល្បែងសារហ្នឹងគាត់បានចាក់ចំនួន$50000ចេះលឺចឹងក៏ចង់ខាត់គាត់ដែរថាកុំលេងអីលុយច្រើនខ្លាំងណាស់ប៉ុន្តែគេមិនគាត់នោះទេចូលដល់ចាញ់ហើយត្រូវតែស្រង់ដើមវិញ Lee Yuan ក៏បានញញឹមក៏យល់ព្រមលេងជាមួយនឹងគេលេងលើកហ្នឹងក៏បានចាញ់ម្ដងទៀតហ្នឹងហើយធ្វើឲ្យលោក Lee Yuan នោះគឺសប្បាយចិត្តខ្លាំងមែនទែនដោយសារតែគាត់ឈ្នះលុយច្រើនណាស់ចំណែកអា Nikki គឺកាន់តែកពលមុខកាន់តែខ្លាំងចាក់លុយកាន់តែធំសុំលេងមកក្តារទៀតដាក់លុយចំនួន$100,000តែម្ដង Lee Yuan ក៏បានសើចហើយក៏បានសួរថាតើមានលុយច្រើនឬក៏មានលុយគ្រប់អត់ហើយគាត់លឺចឹងដែរ Nikki ក៏បានដកកាបូបលុយយកលុយរបស់គាត់មកចាក់ដោយផ្ទាល់តែម្ដងថាខ្វះអីលុយឥឡូវព្រមចាក់អត់ Lee Yuan ក៏ចិត្តសឿងដែរក៏បានយកលុយ$10,000មកចាក់លេងសារជាថ្មីម្ដងទៀតលើកហ្នឹងគឺបានទៅចាក់នៅក្នុងបន្ទប់ហើយមើលតាមទូរទស្សន៍ដែលគេនឹងទាយថាតើការប៉ះបាល់នឹងទទួលបានជោគជ័យអត់ហើយក៏ថា Nikki នឹងបានទាយថាមិនអាចទទួលបានជោគជ័យនោះទេប្រកាសជាត្រូវបានគេបង្ងាក់អីប៉ុន្តែមានណាគាត់ក៏បានទាយខុសបាល់នឹងក៏ត្រូវបានបោះបញ្ជូនដល់រលូនចឹងហើយក៏បានធ្វើឲ្យ Nikki ចាញ់អស់បន្ថែម$10,000ទៀតឃើញចឹងដែរក៏ថាគេលែងអាចដកខ្លួនចេញពីល្បែងនឹងបានហើយក៏ចង់ស្រង់ដើមវិញទោះបីជាត្រូវបាន Chase ខាត់គេយ៉ាងណាក៏ដោយក៏ខាត់លេងជាប់ដែរក៏ពលមកខ្លាំងចាក់លុយច្រើនតែម្ដងមានលុយ$1លានក៏បានយកមកចាក់ទាំងអស់ហើយលើកហ្នឹងគេលេងចាក់ទៅលើហ្គេមទៀតហើយគឺចាក់លេងល្បែងម្ដងដោយបានយកបៀមកបើកចឹងណាហ្នឹងហើយ Lee Yuan ក៏បានញញឹមដោយសារតែសម្លឹងទៅកាន់ Nikki ហ្នឹងដូចជាម៉ាស៊ីន ATM មួយសម្រាប់ឲ្យគាត់ដកលុយចឹងគាត់ក៏ចាប់ផ្ដើមលេងហ្នឹងហើយបន្ទាប់ពីហ្នឹងគាត់ក៏បានកាន់បៀរួចហើយក៏បានបើកមកក៏ទទួលបានសន្លឹកបៀ5ជួងណាចឹងបើសិនជាវេន Nikki បើកទៅវាធំជាងហ្នឹង Nikki នឹងឈ្នះលុយ$1លានហ្នឹងហើយ Nikki ក៏គិតថាខ្លួនឯងមានសង្ឃឹមឈ្នះច្រើនក៏បានទាញសន្លឹកបៀយកមកបើកប៉ុន្តែបើកទៅមិនបានលេខធំនោះទេបែរជាបានលេខតូចទៅវិញហ្នឹងហើយលេខ3កើហ្នឹងមិននឹងធំជាង5កើតចឹងហើយគេក៏ចាញ់លុយអស់$1លានទៀតក៏បានធ្វើឲ្យ Jazz នឹងទុនជង្គង់ដួលចូលទៅខាងក្រោមហើយ Nikki នេះវិញក៏សែតបដ យដំបូងចាក់លុយត្រឹមតែ$10ទេប៉ុន្តែតាមចុះតាមឡើងឥឡូវនឹងចាញ់លុយអស់1លានជាងហើយគេក៏បានដើរចេញទាំងអារម្មណ៍សែតនិយាយឲ្យមិនចេញណាយកទឹកមុខនឹងកពុលតែម្ដងហើយជាងនេះទៅទៀតលោក Lee Yuan នឹងក៏បាននិយាយឌឺដងគេថាថ្ងៃក្រោយកុំចេះតែហ៊ានជាមួយនឹង Master នៃការលេងហ្គេមមានអី Nikki លឺចឹងដែរក៏បានបែរមុខមកវិញ Master លេងហ្គេមមែនចឹងហើយគេក៏សម្រេចចិត្តលេងហ្គេមមកក្តារចុងក្រោយដោយបានដាក់លុយចំនួន$2លានហើយលើនឹងគឺអត់លេងបៀទៀតនោះទេគឺលេងបែបទាយបញ្ញាទាយគំនិតម្ដង
ងណាដែលនីគីតម្រូវឲ្យលោកលីយូវ៉ាន់នឹងប្រើកៅឆ្លោះទៅកាន់កីឡាករទាំងអស់គ្នានៅក្នុងទីលាននឹងរួចហើយរើសកីឡាករមួយកីឡាករពាក់អាវលេខប្រមាណអីចឹងទៅហើយគេនឹងទាយថាគាត់ជ្រើសរើសកីឡាករណាចឹងណាលោកលីយូវ៉ាន់លើហើយក៏ថាអស់សំណើចខ្លាំងមែនតែនសួរថាមនុស្សដឹងចិត្តមនុស្សមិនកើតប្រកាសជាគាត់អាចឈ្នះយ៉ាងងាយប៉ុន្តែក៏គាត់គិតថាប្រហែលជានីគីមានល្បិចរៀបចំគម្រោងអ្វីម្យ៉ាងហើយបានជាមកលេងជាមួយនឹងគាត់ឲ្យគាត់កោលុយស្រួលចឹងប៉ុន្តែនីគីថាមិនមែនជាគេអ្នកលេងនោះទេអ្នកដែលត្រូវទាយនឹងគឺជា Chess សង្សាររបស់គេវិញលីវ៉ាន់លឺចឹងហើយក៏សប្បាយចិត្តបាត់ហើយក៏យល់ព្រមលេងចំនួនទឹកលុយ$2លានហ្នឹងហើយ Chess នៅវិញក៏ភ័យខ្លាំងមែនតែនឲ្យគេទាយមិនកើតសូម្បីតែកីឡាករក៏របៀបលេងបាល់គេមិនចង់ស្គាល់ផងហើយអាចនឹងធ្វើមិនដឹងចិត្តរបស់លោកលីវ៉ាន់បានប្រកាសជាចាញ់ហើយប៉ុន្តែនីគីក៏បានទៅពន្យល់គេថាកុំបារម្ភអី Chess ចាប់អារម្មណ៍អ្នកណាជ្រើសរើសលេខមួយហ្នឹងណាកុំខ្វល់អីច្រើនខ្លាំងពេកស្រឡាញ់អ្នកណារើសលេខហ្នឹងទៅប៉ុន្តែ Chess មិនព្រមនោះទេក៏ចង់ដើរចេញពីកន្លែងប្រកួតហ្នឹងតែក៏ត្រូវបានសន្តិសុខអង្គរៈរបស់លោកលីយូវ៉ាន់បានខាត់គេជាប់ក៏បានបញ្ជូនគេឲ្យមកលេងហ្គេមវិញនីគីក៏បានលើកចិត្តគេសាជាថ្មីចឹងហើយបន្ទាប់ពីហ្នឹងហ្គេមក៏ត្រូវបានចាប់ផ្ដើមលោកលីយូវ៉ាន់ក៏បានទាញយកកៅឆ្លោះរួចហើយក៏បានឆ្លោះទៅក្នុងទីលានជ្រើសរើសកីឡាករលេខប្រមាណអីចឹងទៅបន្តមកទៀតក៏ដល់វេនរបស់ Chess ត្រូវឆ្លោះទាយថាតើគាត់ជ្រើសរើសយកកីឡាករណាឆ្លោះចោះឆ្លោះឡើងទៅ Chess ក៏បានសម្លឹងឃើញទៅកាន់មិត្តភ័ក្តិរបស់គេម្នាក់ដែលមានឈ្មោះថា Farhad ចឹងហើយគេក៏បានទៅឃើញទៅដល់សម្ដីរបស់នេះចេញពីកន្លែងហ្នឹងនឹងពីកាបូបរួចហើយក៏បានចូលក្នុងឡានតាក់ស៊ីដើម្បីបើកចេញណានៅក្នុងឡានហ្នឹងហើយក៏ថា Chess សប្បាយចិត្តខ្លាំងមែនតែនគាត់ត្រូវបាននីគីនឹងពន្យល់ថាគ្រប់យ៉ាងគឺជាគម្រោងរបស់គាត់ទាំងអស់គឺគាត់មានក្រុមការងារមួយក្រុមដើម្បីកោលុយរបស់លោកលីយូវ៉ាន់នឹងឲ្យបានពួកគេបានតាមដានឃើញថាលោកលីយូវ៉ាន់នឹងគឺជាមនុស្សដែលញៀនល្បែងឲ្យតែថាឃើញល្បែងនៅចំពោះមកគាត់ហើយគាត់នឹងលេងមិនស្ទាក់ស្ទើរនោះទេជានៅក្នុងថ្ងៃមួយពួកគេក៏បានតាមដានឃើញលោកលីយូវ៉ាន់នឹងបានចេញពីសន្តាគារចឹងហើយក៏បានរៀបចំគម្រោងធ្វើស៊ីគាត់ដោយបានឲ្យគាត់ឃើញលេខ55នៅគ្រប់ទីកន្លែងទាំងអស់មិនថានៅតាមជញ្ជាំងរបស់សន្តាគារនោះទេតែងតែមានលេខ55សូម្បីតែនៅលើកប៉ៅអាវរបស់សន្តិសុខនឹងក៏មានលេខ55ផងដែរហើយបើនិយាយអំពីនៅតាមផ្លូវដែលគាត់ត្រូវចូលទៅមើលការប្រកួតនៅក្នុងស្នាដនឹងគឺមានសុទ្ធតែបដាសរសេរលេខ55កីឡាករកីឡាការិនីខ្លះពាក់លេខ55ហើយក៏ថែមទាំងមានអ្នកស្រែកតាមផ្លូវថា55